បាទជំរាបសួរបងប្អូនថ្ងៃនេះដូចជាប្លែកបន្តិចហើយខ្ញុំថ្ងៃនេះចែករំលែកបងប្អូនមាន3រុក្ខជាតិបងប្អូនពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងដើម្បីយកទៅបម្រើសុខភាពបងប្អូនថែទាំសុខភាពបងប្អូនហើយរុក្ខជាតិទាំងនោះដូចជាជីនាងវងម្លូនិងស្លឹកមនហើយមានប្រយោជន៍ច្រើនណាស់បងប្អូនហើយពាក់ព័ន្ធនឹងសុខភាពរបស់យើងណាបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនណាលើកទី1គឺខ្ញុំយកបង្ហាញពីរុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះឈ្មោះថាជីនាងវងបងប្អូនជីនាងវងផងដែរពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងកប់នឹងជំងឺច្រើនមុខណាបងប្អូនដូចជាផ្ដាសាយឈឺក្បាលអញ្ចឹងណាបងប្អូនហើយបងប្អូនផ្ដាសាយឈឺក្បាលបងប្អូនដាំយកទៅដាំទឹកផឹកដោយហាលស្ងួតដាក់ពី10ក្រាមទៅ15ក្រាមបងប្អូនដាំពិសាទទួលទានរាល់ថ្ងៃទៅ2 3ថ្ងៃបាត់ហើយកុំភ្លេចបងប្អូនណាហើយពេលបងប្អូនផ្ដាសាយឈឺក្បាលបងប្អូនដាំទឹកក្តៅឬក៏បងប្អូនមានម៉ាស៊ីនទឹកក្តៅអញ្ចឹងបងប្អូនបើកទឹកក្តៅហ្នឹងងូតទឹកក្តៅអ៊ុនមួយថ្ងៃ3ដងហ្នឹងជាលឿនជាសះស្បើយលឿនបំផុតបងប្អូនអាការៈទាំងអស់ហ្នឹងដែលយើងជួយវាទៅងូតទឹកក្តៅ2 ដង 3 ដងយកល្អងូត3 ដងបងប្អូនជាសះស្បើយហើយពីអាការៈផ្ដាសាយបងប្អូនហើយបើសិនជាបងប្អូនចុកឆ្អល់ក្នុងក្រពះហើយហើមពោះបងប្អូនយកជីនាងវងនឹងជី10ក្រាមដែរបងប្អូនហាស្ងួតហើយបើសើម15ក្រាមតែបងប្អូនជឿទៅបងប្អូនកុំដាក់សើមវាអត់សូវចេញទេបរិមាណថ្នាំឱសថបុរាណកាលណាយើងដាក់សើមវាអត់សូវចេញចង់និយាយចឹងណាបងប្អូនហើយយកទៅដាក់10ក្រាមបើសិនដាក់ទៅស្ងួតហើយបងប្អូនយកទៅពិសាទទួលទានទៅហើយនឹងជាសះស្បើយពីអាការៈនឹងហើយជំងឺនឹងហើយចង់និយាយចឹងបងប្អូនហើយការព្យាបាលផ្ដាសាយមិនរនឹងក៏អញ្ចឹងដែរបងប្អូនដាក់10ក្រាមដូចគ្នាដែរចង់និយាយចឹងណាបងប្អូនទី3បងប្អូនណារបួសប៉ះទង្គិចហើយឈឺសន្លាក់ក៏ត្រូវដែរថ្នាំជីនាងវងហ្នឹងបងប្អូនក៏ជាឱសថឈឺសន្លាក់ដែរហើយបងប្អូនយកទៅពិសាទទួលទានហ្នឹងក៏ប្រសើរជាជំងឺប៉ះទង្គិចហើយសន្លាក់ហើយបងប្អូនដាក់10ក្រាមដាំពិសាទទួលទានរាល់ថ្ងៃទៅជីនាងវងហ្នឹងមានសព្វគុណច្រើនណាបងប្អូនហើយដើម្បីកុំឲ្យបងប្អូនរងតតឹងពេលវេលាវាខ្លីទៅមើលរុក្ខជាតិមួយទៀតឈ្មោះថាម្លូបងប្អូនហើយម្លូនេះក៏មានសព្វគុណច្រើនដែរប៉ុន្តែលោកគ្រូលើកយកមក2 3ចំណុចដើម្បីឲ្យបងប្អូនបាញ់សัตว์1បានសัตว์3បាញ់ព្រួញ1បានសัตว์3ចង់និយាយចឹងណាបងប្អូនហើយសូមអញ្ជើញទៅមើលម្លូរុក្ខជាតិម្លូតើវាពាក់ព័ន្ធអ្វីខ្លះចង់និយាយចឹងណាបងប្អូនបាទទី1បងប្អូនណាម្លូនេះផងដែរពាក់ព័ន្ធនឹងឱសថបុរាណយើងត្រូវនឹងថ្នាំសន្លាក់បើសិនណាបងប្អូនអត់មានជីបងប្អូនចាប់យកដើមម្លូហ្នឹងយកមួយដៃទៅយកស្ងួតទៅបងប្អូនយកទៅដាំពិសាទទួលទានរាល់ថ្ងៃទៅធ្វើឲ្យសន្លាក់បងប្អូនដែលឈឺសន្លាក់ឈឺក្បាលជង្គង់ឈឺតាមសន្លាក់ភ្នែកគោលហ្នឹងចុកចាប់នៅក្នុងខ្លួនរបស់បងប្អូននៅដៃនៅជើងអញ្ចឹងទៅបងប្អូនយកទៅពិសាទទួលទានទៅវាកាត់បន្ថយឬក៏ព្យាបាលសន្លាក់បងប្អូនដែលពីអាការៈបងប្អូនឈឺហ្នឹងបងប្អូននឹងម្លូមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនណាហើយបើស្លឹកម្លូបងប្អូនណាជាទូទៅចាស់បុរាណពីដើមគេយកទៅពិសាទទួលទានរាល់ថ្ងៃទៅធ្វើឲ្យរឹងមាំធ្មេញចាស់ពីដើមរឹងមាំណាស់អាយុ70 80អត់ទាន់បាស់នឹងមើងតែម្ដងដោយសារសារជាតិម្លូនេះវាធ្វើឲ្យជាប់ធ្មេញរឹងធ្មេញហើយជាបារោគសត្វល្អិតនៅក្នុងជើងធ្មេញផងដែរមានអត្ថប្រយោជន៍ច្រើនណាស់ម្លូហ្នឹងបងប្អូនណាហើយមួយទៀតបងប្អូនណាបើធ្វើស្លឹកម្លូធ្វើតែទឹកស្លឹកម្លូហ្នឹងបងប្អូនវាធ្វើជាឱសថបំបត្តិឈឺចាប់ពេលបងប្អូនឈឺចាប់ដូចជាតំបៅដូចកន្លែងរបួសស្នាមអញ្ចឹងបងប្អូនបន្តទឹកស្លឹកម្លូហ្នឹងទៅវាធ្វើឲ្យបាត់ឈឺចាប់ហើយជាឱសថបំបត្តិឈឺចាប់ចង់និយាយចឹងដូចជាបងប្អូនឈឺធ្មេញហ្នឹងបងប្អូនពិសាទទួលទានម្លូទៅដល់2 3 ដងបាត់ការឈឺចាប់នៃបងប្អូនអាការៈបងប្អូនហើយនេះជាថ្នាំបំបត្តិឈឺចាប់ជាឱសថមួយដែរចង់និយាយចឹងណាបងប្អូនហើយនឹងមួយទៀតបងប្អូនយកម្សៅស្លឹកម្លូហ្នឹងបងប្អូនយកទៅធ្វើជាឱសថវាកាត់បន្ថយជាតិស្ករបានច្រើនបងប្អូនពិសេសគឺអ្នកទឹកនោមផ្អែមអ្នកកើតទឹកនោមផ្អែមមានអាការៈទឹកនោមផ្អែមអញ្ចឹងណាបងប្អូនយកម្សៅស្លឹកម្លូនេះ
យកទៅដាំពិសាទទួលទានឬក៏រកម្សៅនេះទៅកូរទឹកក្តៅឲ្យបានយូរបន្តិចទៅដល់ត្រជាក់ទឹកក្តៅទៅបងប្អូនឧស្សាហ៍ទទួលទានទៅនឹងក៏ប្រសើរហើយពីឱសថស្លឹកម្លូនេះមានសារៈសំខាន់មានសព្វគុណច្រើនណាស់បងប្អូនហើយនៅជាបន្ទាប់ទៀតខ្ញុំនាំបងប្អូនទៅមើលរុក្ខជាតិមួយទៀតដើម្បីឲ្យបងប្អូនបាញ់ព្រួយមួយបានសัตว์3បងប្អូនរុក្ខជាតិនេះផងដែរដូចជាមោនបងប្អូនស្លឹកមោនខ្ញុំលើកស្លឹកមោនឲ្យបងប្អូនស្ដាប់បាទពាក់ព័ន្ធនឹងស្លឹកមោននេះដែរបងប្អូនណាមានសព្វគុណច្រើនតេតិននឹងឱសថបុរាណខ្មែរយើងបងប្អូនឧទាហរណ៍ថាខ្ញុំលើកយកមកឲ្យបងប្អូនស្ដាប់នោះឧទាហរណ៍ថាបងប្អូនមានអាការៈធ្លាក់ឈាមមិនចង់ឲ្យបងប្អូនអីធ្លាក់ឈាមចង់បងប្អូនបន់ឈឺធ្លាក់ឈាមប៉ុន្តែទេសកាលបងប្អូនវាមានជំងឺចង់និយាយចឹងបងប្អូនបើសិនជាបងប្អូនធ្លាក់ឈាមដោយសារក្តៅក្នុងបងប្អូនយកស្លឹកមោនហ្នឹងបងប្អូនយកតែ6ក្រាមបានហើយយកទៅដាំទឹកផឹករាល់ថ្ងៃទៅវាធ្វើឲ្យត្រជាក់ក្នុងនឹងឱសថហ្នឹងឱសថស្លឹកមោននេះយកស្លឹកវាបងប្អូនយកទៅដាំរាល់ថ្ងៃទៅនឹងធ្វើឲ្យការក្តៅក្នុងហើយធ្លាក់ឈាមចេញមកពីក្នុងហ្នឹងដោយសារធ្លាក់ឈាមហ្នឹងបងប្អូនយកទៅប្រើទៅគឺបាត់ហើយអាការៈរោគរបស់បងប្អូនហ្នឹងហើយមួយទៀតបងប្អូនណាស្ត្រីឆ្លងសន្លេហើយអត់មានទឹកដោះឲ្យកូនបៅមានន័យថាទារករបស់កូនគាត់អត់មានទឹកដោះទេមានចេញតិចតួចដោយបៅមិនគ្រប់ចង់និយាយចឹងបងប្អូនមានន័យថាខ្វះទឹកដោះឲ្យកូនបៅអញ្ចឹងហើយបងប្អូនដាក់ពី6ក្រាមទៅ12ក្រាមហើយបងប្អូនដាក់ដាំពិសាទទួលទានស្លឹកបងប្អូនស្លឹកយកស្លឹកហ្នឹងកណ្ដែលហ្នឹងទទួលទានទៅធ្វើឲ្យចេញទឹកដោះឲ្យកូនបៅគ្រប់គ្រាន់ហើយចង់និយាយចឹងបងប្អូននឹងអាការៈទាំងអស់នេះហើយសិនណាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកបងប្អូនជួយ like ជួយ share ជួយ subscribe ឲ្យខ្ញុំបាទម្នាក់មួយបងប្អូនហើយដើម្បីឲ្យអ្នកក្រោយបានមើលផងបងប្អូនដើម្បីចែកធម៌ទានហើយបងប្អូនបានចុច like ចុច share ចុច subscribe ចឹងបងប្អូនបានមើលមុនគេផងចង់និយាយចឹងណាហើយនឹងមួយហើយទី2គឺបានលើកទឹកចិត្តឲ្យលោកគ្រូជួយលើកទឹកចិត្តលោកគ្រូផងដើម្បីឲ្យលោកគ្រូហើយជួយលើកកម្លាំងទឹកចិត្តលោកគ្រូដើម្បីឲ្យលោកគ្រូទៅផ្ដិតរូបភាពផ្សេងពាក់ព័ន្ធនឹងរុក្ខជាតិខ្មែរយើងដើម្បីចែកជាធម៌ទានទៅបម្រើសុខភាពបងប្អូនហើយនៅចុងក្រោយនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមបួងសួងនៅវត្ថុទាំងឡាយក្នុងលោកមានព្រះអរិយបុគ្គលជាដើមសូមឲ្យព្រះអរិយបុគ្គលទាំងនោះតាមតែរក្សាបងប្អូនបើសិនតែមានរោគគាពជាទីទាំងប្រមាណរបស់បងប្អូនសូមឲ្យបងប្អូនឆាប់ជាសះស្បើយនៅពេលនេះតទៅម្យ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយគណៈពេលនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមគោរពសូមជម្រាបលាសូមអរគុណ